រឿងពាននៅលួចព្រះមកុដមាននិទានមួយដំណើរថាមានព្រះមហាក្សត្រមួយព្រះអង្គតែងស្ដេចយាងទៅប្រពៀតព្រៃឧឈានហើយដោះមកុដក្នុងប្រអប់មាសឲ្យស្រីម្នាក់ថែរក្សានៅព្រះបន្លាភៈហើយព្រះអង្គស្ដេចចេញទៅបរបាញ់ជាមួយនឹងសេនាយោធាផងស្រីចាំរក្សាមកុដនោះងុយដេកក៏ដេកលក់ទៅកាលនោះមានពាននៅមួយចុះពីលើដើមឈើមកឃើញស្រីនោះដេកនោះពុំដឹងខ្លួនប្រាណក៏លួចបើកប្រអប់យកព្រះមកុដទៅពាក់រាំបង្អួតគ្នាលេងលើមែកឈើរួចលាក់ទុកទៅស្រីនោះភ្ញាក់ឡើងឃើញប្រអប់បើកបាត់ទាំងព្រះមកុដផងក៏ភិតភ័យក្រៃពេកគិតថាក៏ខ្លួនមុខជាស្លាប់ដោយព្រះរាជអាជ្ញាជាប្រកាសក៏ខំរត់រកព្រះមកុដពុំឃើញឡើយហើយស្រែកត្រហោយំព្រះមហាក្សត្រស្ដេចមកអំពីបរបាញ់ស្រីនោះក៏ក្រាបបង្គំទូលដោយដំណើរអំពីងុយដេកលក់ទៅមានចោរលួចព្រះមកុដបាត់ព្រះអង្គឲ្យសេនីយោធាមាត្រដើររកសពអន្លើស្រាប់តែប្រទះឃើញចៅនេសាទម្នាក់កាន់ស្នាដើរបាញ់សត្វដើម្បីលក់ចិញ្ចឹមជីវិតសេនីយោធាមាត្រក៏ចោមចាប់ចៅនេសាទនោះនាំបណ្ដាលមកក្រាបបង្គំទូលព្រះរាជាថាគូវានេះជាចោរលួចព្រះមកុដហើយដាក់ឲ្យចៅក្រមជំនុំជម្រះចៅក្រមពិចារណាសួរចៅនេសាទនោះឆ្លើយថាខ្ញុំពុំបានលួចព្រះមកុដទេខ្ញុំស្វែងរកបាញ់សត្វក្នុងព្រៃទេតើក៏ខ្ញុំពុំបានមកចិត្តព្រះបន្លានេះឡើយចៅក្រមក្រាបបង្គំទូលព្រះមហាក្សត្រថាវានេះឯងជាចោរកំណាចឥតមាននរណាមួយហ៊ានមកជន់ព្រៃនេះទេរឿងនេះចាំបាច់ជំនុំធ្វើគ្រាន់តែគៀបវាសួររកព្រះមកុដឲ្យឃើញប៉ុណ្ណោះបានហើយគឺព្រះអង្គបង្គាប់ឲ្យគៀបចៅនេសាទនោះពុំមែនជាចោរលួចទេតែឈឺណាស់អត់ទ្រាំពុំបានក៏ស្រែកថាម្ចាស់ខ្ញុំឲ្យខ្ញុំជាចោរព្រះមកុដមែនខ្ញុំយកទៅឲ្យមហាសេដ្ឋីត្បិតមហាសេដ្ឋីប្រើខ្ញុំឲ្យមក